បងអរគ្នាវិលមកជួបជាមួយនឹងអ្នកគ្រូសាស្ត្រថ្មីម្ដងទៀតអរគុណព្រះដែលឲ្យយើងមកជួបគ្នានៅក្នុងថ្ងៃនេះចាអញ្ចឹងនៅក្នុងសប្តាហ៍នេះដែរអ្នកគ្រូបានលើកយកនៅ unit ថ្មីមួយដែលមានចំណងជើងថា unit 9 lunch time អូខេចាអញ្ចឹងនៅក្នុង unit 9នេះយើងនឹងចាប់ផ្ដើមជាមួយនឹងមេរៀនដំបូងគឺ lesson 1 words ចាអញ្ចឹងថ្ងៃនេះអ្វីដែលអ្នកគ្រូចង់ឲ្យអ្នកនរគ្នាចេះគឺចេះពាក្យចាគឺចេះពាក្យចំនួននេះ5ពាក្យនៅលើក្តារខៀននឹងឯងអូខេឥឡូវយើងមើលពាក្យទី1ពាក្យអីគេបើយើងមកជាខ្មែរមានដូចពាក្យប្រអប់បាយនេះពាក្យបំពង់សាំងវែកពាក្យភេសជ្ជៈផ្លែឈើគូគីថាតាជាភាសាអង់គ្លេសយើងអានវាយ៉ាងដូចម្ដេចឬក៏បញ្ចេញសូរសំឡេងយ៉ាងដូចម្ដេចដើម្បីឲ្យការអានពាក្យទាំងអស់នោះមានភាពត្រឹមត្រូវតែអញ្ចឹងមុនពេលដែលអ្នកគ្រូអានពាក្យនីមួយៗចូលរួមបងប្អូនទាំងអស់គ្នាអ្នកគ្រូនឹងចាក់សំឡេងឲ្យយើងស្ដាប់ជាមុនសិនដើម្បីឲ្យការបញ្ចេញសូរសំឡេងរបស់យើងបានត្រឹមត្រូវណាចាប់តាមជាមួយអ្នកគ្រូទាំងអស់គ្នា Listening 96. Listen and point. Lunchbox. Sandwich. Drinks. Banana. Cookie. Sandwich. Drinks. Cookie. Lunchbox. Banana. Listen and repeat. Lunchbox. Lunchbox. Sandwich. Sandwich. Drinks. Drinks. Banana. Banana. Cookie. Cookie. ចាអរគុណច្រើនដើម្បីមិញអ្នកគ្រូឃើញអ្នកនរគ្នាពិតជាបានអានតាមទឹកមែនតើឥឡូវដើម្បីឲ្យការអានរបស់យើងកាន់តែច្បាស់ហើយត្រឹមត្រូវសូមអានជាមួយនឹងគ្រូម្ដងទៀតអូខេពាក្យទី1គឺ lunchbox lunchbox អូខេ lunchbox ប្រែថាប្រអប់បាយឬក៏ប្រអប់ដាក់អាហារយើងចង់ដាក់អីក្រៅពីបាយក៏បានចង់ដាក់ផ្លែឈើក៏បានចង់ដាក់អាហារផ្សេងក៏បានអូខេចាបន្តទៀតគឺពាក្យថា sandwich គឺ sandwich អញ្ចឹង sandwich នេះប្រែថានំប៉័ងសាំងវិចឬក៏យើងហៅថានំសាំងវិចក៏បានដែរណាអូខេបន្តមកទៀតគឺពាក្យថា drinks drink គឺប្រែថាភេសជ្ជៈប៉ុន្តែពាក្យ drink មួយទៀតប្រសិនបើថ្នាក់ពាក្យវិជ្ជាកិរិយាសព្ទគឺប្រែថាផឹកចាប្រែថាភេសជ្ជៈនេះករណីថ្នាក់ពាក្យរបស់វាគឺជាអីអូនចាគឺជា noun ឬក៏ជានាមអូខេបន្តទៀត banana ប្រែថាផ្លែចេកចាហើយចុងក្រោយគេគឺពាក្យ cookie ចា cookie ប្រែថានំcookie ហើយពាក្យទាំង5នេះគឺមានថ្នាក់ពាក្យជានាមទាំងអស់អូខេទី1 lunchbox sandwich drinks banana and cookie អូខេចាអញ្ចឹងអ្នកគ្រូឃើញថាទាំងអស់គ្នាអានពាក្យបានត្រឹមត្រូវហើយប៉ុន្តែដើម្បីបន្ថែមឲ្យការអានពាក្យរបស់យើងកាន់តែត្រឹមត្រូវហើយចងចាំបានយូរអ្នកគ្រូគឺបានបង្កើតល្បះចំនួន5ដែលតាក់ទងជាមួយនឹងពាក្យនីមួយៗអូខេអញ្ចឹងយើងមើលសិនពាក្យទី1 I don't have a lunch box អូខេអញ្ចឹងអ្នកគ្រូបានបង្កើតឧទាហរណ៍តាក់ទងជាមួយនឹងពាក្យថា lunch box ប៉ុន្តែដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថាតើប្រអប់អាហារឬក៏ប្រអប់បាយនឹងបែបណាអ្នកគ្រូមានរូបភាពដើម្បីបង្ហាញបងប្អូនផងដែរអូខេ Here is the lunch box Okay can you see everyone Okay good job តោះបន្តទៀតគឺពាក្យគ្រូប្រើពាក្យ sandwich ដើម្បីបង្កើតល្បះរបស់យើងអូខេតែមកទី1សិន I don't have a lunch box មានថាខ្ញុំអត់មានប្រអប់ដាក់អាហារទេតោះបន្តទៀត I eat a sandwich មានថាខ្ញុំញ៉ាំនំ sandwich ចំនួន1ឬក៏ខ្ញុំញ៉ាំនំ sandwich ចំនួន1ហើយនេះគឺជារូបភាពរបស់នំ sandwich អូខេអរគុណតបន្តទៀតទី3 I have two drinks អូខេខ្ញុំមានភេសជ្ជៈពីកំប៉ុងឬក៏ពីដបអីអញ្ចឹងទៅឬក៏ខ្ញុំមានភេសជ្ជៈចំនួន2ណាអូខេហើយភេសជ្ជៈមានច្រើនប្រភេទនេះអាចជាទឹកផ្លែឈើអាចជាទឹកដោះគោអាចជាភេសជ្ជៈផ្សេងអញ្ចឹងទៅណាវាមានច្រើនប្រភេទអូខេហើយបន្តទៀត number 4 I peel a banana ប្រែថាខ្ញុំបកចេកអញ្ចឹងអ្នកគ្រូបានបង្កើតល្បះជាមួយនឹងពាក្យថាផ្លែចេក peel a banana បកចេកអូខេបកចេកតើ and here នេះគឺជារូបភាពរបស់ផ្លែចេកហើយអ្នកគ្រូក៏ដឹងហើយទាំងអស់គ្នាគឺច្បាស់ជាស្គាល់ផ្លែចេកច្បាស់មែនទែនចាអូខេហើយចុងក្រោយគេ number 5 I am baking cookies cookie នេះមាន S ដោយសារតែ cookie នេះមាន
cookie ចាអ្នកចុងក្រោយគេនេះគឺជារូបភាពនៃនំខូក cookie ចាអូខេអញ្ចឹងតើតើជាមួយនឹងមេរៀនទី9 my ច្បង lesson 1 the words របស់អ្នកគ្រូនៅក្នុងថ្ងៃនេះដែរចាគឺត្រូវបានបញ្ចប់អរគុណបងប្អូនទាំងអស់គ្នាក្នុងការតាមដានសូមប្រឹកប្រែង